ពីតែមួយជាសាច់រឿងនិពន្ធដោយបងមណិតនឹងផ្សាយដោយស្រឡាញ់សុផានេះគឺជាសាច់រឿងទី1ដែលខ្ញុំមើលអានចំណងជើងហើយខ្ញុំអត់យល់ថាសាច់រឿងនឹងទៅជាយ៉ាងណាគ្រាន់តែពេលដែលបងមណិតប្រកាសឲ្យខ្ញុំឡើងហារឿងនឹងនិយាយពីអីតើតបានមើល trailer តិចបានរៀងយល់ខ្លះៗតែពេលបានអានសាច់រឿងហើយបានរឿងនឹងចង់សសម្រាប់អីដែលខ្ញុំបានដឹងពីក្នុងសាច់រឿងនឹងគឺពីតែមួយនឹងមានន័យថារូបកាយពីរផ្សេងគ្នាប៉ុន្តែចិត្តតែមួយក្តីស្រឡាញ់ដែលមានស្នេហាដែលបានផ្ដល់ឲ្យគ្នាហ្នឹងអាហ្នឹងហើយពីតែមួយត្រឡប់មកសាច់រឿងយើងវិញពីតែមួយនោះគឺជាសភៅដែលរៀបរាប់ពីខ្សែជីវិតរបស់នារីម្នាក់ដែលឆ្លងកាត់3សម័យកាលផ្ទាល់ខ្លួនគ្នាតួស្រីយើងឈ្មោះដួងផ្កាយស្ដាប់តែឈ្មោះមកចេញលយប្រយដួងផ្កាយហ្នឹងគឺធំធាត់ឡើងនៅក្នុងសម័យសាធារណរដ្ឋចាតិគិតថាសភាពរៀបសារស្ពុតក្នុងផ្នត់អីអត់ទេគេហ្នឹងរៀងឆលដែរហ្នឹងសំខាន់គេហ្នឹងមានស្នេហាជាមួយនឹងអ្នកជំនាញក្នុងក្លឹបទៅសុទ្ធតែ Stewart Still បន្តទៅមុខទៀតដោយសារដួងផ្កាយហ្នឹងគឺជាអ្នកនឹងពេញហើយដល់ពេលសម័យពលពតចូលមកហ្នឹងពលពតហ្នឹងវាមិនវាយចូលក្នុងពេញអាពេលហ្នឹងគេក៏ថាមិនបាច់ចូលឲ្យវាយបានអីទៅច្រើនទេដោយសារត្រូវទៅពីមួយថ្ងៃតែមិនថាអានសភៅហ្នឹងតែយើងរៀនមេរៀនមួយថ្ងៃហ្នឹងក៏ដឹងដែរថាហ្នឹងគឺជាពាក្យសម្ដីបោកប្រាស់របស់ពួកពលពតដែលនិយាយមកកាន់ប្រជាជនកម្ពុជាយើងឯងស្ដាប់សាច់រឿងទៅប៉ុណ្ណឹងបានហើយវាចង់ដឹងថែមទៀតអានខ្លួនឯងទៅដោយសារអ្នកនិពន្ធគាត់ខំប្រឹងចំណាយពេលវេលាដើម្បីនិពន្ធណាមិនមកយកត្រូវស្ដាប់សួរអញ្ចឹងអត់កើតទេហើយទីចោះថាសាច់រឿងហ្នឹងគឺឡើងចូលឡើងទៅដូចផ្លូវទឹកកន្លកចឹងធៀមផ្លូវកាយផ្លូវចិត្តឲ្យបានរឹងមាំចាំមុននឹងអានសភៅនេះតែមានអីសភៅហ្នឹងល្អតាខ្ញុំជួយ Okay that's it thank you bye